ជម្រាបសួរសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនអរគ្នាបាទនេះគឺជាវីដេអូមួយដែលនៅក្នុងប្រទេសកម្ពុជារបស់យើងប្រហែលជាបងប្អូនបានដឹងហើយថាតើនៅទីណាកន្លែងណាណាបងប្អូនហ្នឹងហើយអញ្ចឹងគឺវីដេអូនេះគឺនៅរាជធានីភ្នំពេញបងប្អូនអូខេទឹកជំនន់កោះនរាបន្តកើនឡើងស្របពេលកម្ពុជាមានភ្លៀងធ្លាក់ដល់ថ្ងៃទី10 ខែតុលាភ្នំពេញទឹកទន្លេចតុមុខតំបន់កោះនរាបន្តកើនឡើងនៅថ្ងៃទី2 ខែ 10 ឆ្នាំ 2025 កន្លែងដើរហាត់ប្រាណឬក៏ផ្លូវថ្មើរជើងកោះនរាហ្នឹងគឺត្រូវបានលិចជន់លិចក្រុមអ្នកសម្អាតកំពុងតែមមាញឹកប្រមូលសម្រាមដែលហូរតាមទឹកទន្លេចូលមកផ្លូវថ្មើរជើងកោះនរាកម្ពុជាបន្តមានភ្លៀងធ្លាក់លាយឡំទៅជាមួយនឹងផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់ចន្លោះពីថ្ងៃទី25ពី25ទៅ 40% រហូតទៅដល់ថ្ងៃទី10 ខែតុលាហេតុការណ៍នេះកើតចេញពីព្យុះនៅព្យុះទី21ឈ្មោះថាម៉ូតូម៉ាទូបាទដែលមានអក្សរកាត់ថា 2521 ដែលមានឥទ្ធិពលលើខ្យល់មូលសុងនិរដីហើយបក់ពីមហាសមុទ្រដាមែនឈូងសមុទ្រថៃដែលអាចជាទន្លេអាងទន្លេមេគង្គសមុទ្រចិនភាគខាងត្បូងនិងកម្ពុជាបាទនេះបងប្អូនទាំងអស់គ្នាបានឃើញទស្សនភាពទាំងអស់នេះហើយមិននឹកស្មានដល់បងប្អូនណាហ្នឹងហើយខ្យល់ព្យុះហើយភ្លៀងធ្លាក់នៅប្រទេសគេនោះទេបងប្អូនគាត់តែនាំយកនៅមហាទឹកដល់ច្រើនមែនតែនបាទនាំចូលមកអញ្ចឹងគឺបើយើងមើលតាមទឹកគឺវាហូរចេញមកពីភ្នំទីបេប្រទេសចិនហើយចាក់មកហូរកាត់មកតាមប្រទេសឡាវថៃរហូតមកដល់កម្ពុជាហើយបានធ្លាក់ទៅមហាសមុទ្ររបស់យើងក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺវាហូរចាក់ចូលទៅទន្លេសាបរបស់យើងអញ្ចឹងអាចនិយាយបានថាទឹកទន្លេសាបនឹងកើនទ្វេដងបងប្អូនណាកើនទ្វេដងនៅពេលដែលទឹកទន្លេចតុមុខរបស់យើងគឺហូរចាក់មកបងប្អូនអញ្ចឹងយើងបានមើលវីដេអូនេះហើយក៏បន្តធ្វើការប្រុងប្រយ័ត្នពីព្រោះអាចនិយាយបានថាកាលណាមានទឹកជំនន់គឺពោពេញទៅដោយសត្វល្អិតមានពស់មានក្អែបមានខ្ទួយអីជាដើមបងប្អូនអញ្ចឹងសត្វទាំងអស់នោះគឺវាតែងតែឡើងពីកន្លែងលិចទឹកទៅរកទីទួលរបស់វាអញ្ចឹងថាមិនត្រូវវាក៏ចូលទៅកន្លែងដំណេករបស់យើងក៏ថាបានដូច្នេះហើយសូមមានការប្រុងប្រយ័ត្នហើយមែនតើបងប្អូនទាំងអស់គ្នាក៏ដូចជាប្រជាពលរដ្ឋដែលមានប្រភពទឹកជំនន់ទឹកហូរកាត់ផ្លូវកាត់អីហ្នឹងគឺអាចនិយាយបានថាមេត្តាប្រុងប្រយ័ត្នពីព្រោះទឹកវាអត់ដូចដែលយើងអាចនិយាយបានថាយើងមិននឹកស្មានដល់ណាដែលវាគួចឬក៏ឆក់លឿនណាបងប្អូនហ្នឹងហើយអញ្ចឹងគឺទឹកទន្លេចតុមុខរបស់យើងបងប្អូនគឺតែងវាលិចកន្លែងគេដើរហាត់ប្រាណហាត់អីហ្នឹងបងប្អូនណាហ្នឹងហើយកោះនរាអូខេអញ្ចឹងវីដេអូនេះនៅពេលដែលបងប្អូនបានមើលហើយចែកម្លែកសូមមានការប្រុងប្រយ័ត្នកុំលេងទឹកពីព្រោះទឹកទន្លេយើងគឺកើនឡើងខ្លាំងណាស់បងប្អូនអញ្ចឹងវាជ្រៅនឹងហើយយើងចេះហែលទៅក៏ល្អទៅហើយយើងអ្នកខ្លះអត់ចេះហែលក៏បញ្ហាដែរហើយប្រុងប្រយ័ត្នចំពោះខ្សែភ្លើងសពរបៀបយ៉ាងបងប្អូនកាលណាទឹកចូលមកដល់ផ្ទះយើងភ្លើងយើងត្រូវបិទគប់បិទអីបាទពីព្រោះអាចឆក់បានបងប្អូនអូខេអញ្ចឹងអរគុណច្រើនចំពោះវីដេអូនេះហើយកុំភ្លេចបងប្អូនដែលបានមើលវីដេអូនេះហើយជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងបងប្អូនយើងទៅនឹង deal ថ្មីបងប្អូននឹង channel មុនគឺខូចបាត់ហើយបាទអរគុណជម្រាបលាបាយបាយ